ហើយបើមានន័យថាបើបងប្អូនយើងបើផុសវីដេអូទៅបាន 300k បើយើង join challenge មួយនេះវានឹងបានបើ content បើ monetization បើពិតបាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយបាទថ្ងៃនេះបើមានការអាប់ដេតពីបើ Facebook បើចង់ដឹងថាបើអាប់ដេតអ្វីមួយហើយតកតងនឹងអ្វីបាទអាចទស្សនាបានទាំងអស់គ្នាបាទដឹងតែពិសេសហើយសម្រាប់បងប្អូនយើងងាយបាទសួស្តីបងប្អូនយើងទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយបាទថ្ងៃនេះបាទមកបញ្ចេញពីធ្វើការបាទឮដំណឹងថាបាទ Facebook បាទមានការបាទអាប់ដេតបាទតកតងនឹងបាទ 2CM ឬក៏ហៅថាបាទ content បាទ monetize បាទ session បាទឥឡូវចង់ដឹងថាបាទ update បាទបែបណាបាទចាំតាមដានទស្សនាទាំងអស់គ្នាបងប្អូនយើងបាទជាដំបូងបើយើងចូលមក account Facebook របស់យើងឬក៏បាទ page Facebook របស់យើងបន្ទាប់មកបើយើងចូលបាទ profile បន្ទាប់មកទៀតបើយើងចូលមកបាទ dashboard នេះមកបាទអូខេបាទវាសូបែបនេះបន្ទាប់មកបាទចូល monetization បាទចុចចូលមកអានេះបាទតកតង star នេះបាទខ្ញុំអត់សាញអាប់ទេបាទឥឡូវយើងមកឃើញថាបើ monetization program បើយើងបាទចុចបាទមើលបាទតកតងទៅនឹងបាទ content monetization នេះទៅបាទឃើញថាការបើមានការ update ថ្មីបាទតកតងទៅនឹងបាទ unlock បាទ content monetization នេះប្រសិនបើអ្នកបាទ review បាទ interact បាទ to content បាទ monetization បាទ reach បាទ 300k បាទយើងអាច join បាទ challenge នេះបានបាទក្នុងរយៈពេល28ថ្ងៃបាទមានន័យថាបាទបងប្អូនយើងបាទផុសវីដេអូទៅបាន 300k បាទយើង join challenge មួយនេះវានឹងបានបាទ content បាទ monetization បាទពិតជាល្អមែនទែនបាទសម្រាប់បងប្អូនយើងទាំងអស់គ្នាបាទការ update ថ្មីរបស់បាទ Facebook នេះបាទចូលរួមលេង challenge នេះទាំងអស់គ្នាបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ